សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្ងៃនេះយើងនឹងនិយាយអំពីសៀវភៅមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមានចំណងជើងថា The Strange in Our Scars ឬជាភាសាខ្មែរថាភាពរឹងមាំដែលលាក់នៅក្នុងស្នាមរបួសដែលជាស្នាដៃនិពន្ធដ៏ល្បីល្បាញរបស់ Bianca Sparacino គាត់ក៏ជាអ្នកនិពន្ធនិងកវីដែលល្បីល្បាញដោយស្នាដៃស្ដីពីការព្យាបាលផ្លូវចិត្តការស្រឡាញ់និងការឲ្យតម្លៃខ្លួនឯងការងើបឡើងវិញបន្ទាប់ពីការឈឺចាប់ភាពរឹងមាំនិងការរីកចម្រើនផ្លូវអារម្មណ៍ឥឡូវនេះសូមស្វែងរកកន្លែងដែលស្ងប់ស្ងាត់មួយបន្ធូរអារម្មណ៍បើកចិត្តឲ្យទូលាយហើយអនុញ្ញាតឲ្យខ្លួនឯងធ្វើដំណើរចូលទៅក្នុងរឿងសង្ខេបរបស់យើងទាំងអស់គ្នាបើយើងរៀនទទួលយកនិងឆ្លងកាត់ស្នាមរបួសនិងការលំបាកក្នុងជីវិតវាអាចក្លាយជាប្រភពនៃកម្លាំងនិងការរីកចម្រើនភាគទី1ស្នាមរបួសដែលគ្មានអ្នកណាមើលឃើញតើអ្នកធ្លាប់ស្រឡាញ់នរណាម្នាក់រហូតដល់អ្នកបាត់បង់ខ្លួនឯងដែរឬទេតើអ្នកធ្លាប់រងចាំសារអ្នកណាម្នាក់ដែលមិនដែលមកដល់ដែរឬទេតើអ្នកធ្លាប់ញញឹមនឹងមុខមនុស្សគ្រប់គ្នាប៉ុន្តែពេលត្រឡប់មកដល់បន្ទប់វិញបែរជាស្រក់ទឹកភ្នែកដោយគ្មាននរណាដឹងមានស្នាមរបួសជាច្រើននៅក្នុងជីវិតដែលគ្មានឈាមហូរគ្មានបង់រំគ្មានស្នាមនៅលើស្បែកប៉ុន្តែវាឈឺរាល់ថ្ងៃហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមនុស្សជាច្រើនរស់នៅជាមួយស្នាមរបួសបែបនេះអស់រយៈពេលជាច្រើនឆ្នាំដោយមិនដឹងថាខ្លួនឯងកំពុងរងរបួសផងថ្ងៃនេះខ្ញុំចង់នាំអ្នកស្គាល់រឿងរបស់មនុស្សម្នាក់ប្រហែលវាក៏ជារឿងរបស់អ្នកដែរនារីម្នាក់ឈ្មោះសុភារៀងរាល់យប់មុនចូលគេងនាងតែងតែកាន់ទូរស័ព្ទមើលអេក្រង់មិនមែនព្រោះមានការងារធ្វើទេនាងកំពុងរង់ចាំ notification មួយសារពីមនុស្សដែលនាងស្រឡាញ់1នាទី10នាទី1ម៉ោងអេក្រង់នៅតែស្ងាត់នាងចាប់ផ្ដើមគិតថាប្រហែលគាត់រវល់បន្ទាប់មកប្រហែលខ្ញុំបាននិយាយអ្វីខុសបន្ទាប់មកប្រហែលខ្ញុំមិនសំខាន់គ្រប់គ្រាន់ទេមនុស្សភាគច្រើនគិតថានាងឈឺចាប់ព្រោះមិនទទួលបានសារប៉ុន្តែការពិតនាងឈឺចាប់ព្រោះនាងចាប់ផ្ដើមជឿថាតម្លៃរបស់នាងអាស្រ័យលើការឆ្លើយតបរបស់អ្នកដទៃហើយនេះគឺជាស្នាមរបួសដែលមនុស្សរាប់លាននាក់កំពុងរស់នៅជាមួយយើងកើតមកមិនមាននរណាម្នាក់ប្រាប់ថាត្រូវវាស់តម្លៃខ្លួនឯងដោយសារមួយឬការចុច like មួយនោះទេប៉ុន្តែជីវិតបទពិសោធន៍ការខកចិត្តការបដិសេធបានបង្រៀនយើងបន្តិចម្ដងថាបើគេជ្រើសរើសអ្នកទើបអ្នកមានតម្លៃបើគេសរសើរទើបអ្នកល្អបើគេស្រឡាញ់ទើបអ្នកគួរឲ្យស្រឡាញ់ខ្លួនឯងតែតើអ្នកដឹងទេនេះជាជំនឿមួយដែលធ្វើឲ្យមនុស្សជាច្រើនចំណាយពេលពេញមួយជីវិតដើម្បីស្វែងរកអ្វីមួយដែលពួកគេមានរួចហើយមានបុរសម្នាក់ទៀតឈ្មោះថាតារាគាត់ខិតខំធ្វើការមកការិយាល័យមុនគេចេញក្រោយគេទទួលការងារបន្ថែមជួយមិត្តរួមការងារប៉ុន្តែពេលគាត់ត្រឡប់មកផ្ទះវិញគាត់នៅតែមានអារម្មណ៍ថាគាត់មិនទាន់ល្អគ្រប់គ្រាន់ប្រាក់ខែកើនតួនាទីកើនប៉ុន្តែភាពសុខសាន្តមិនដែលកើនឡើយហេតុអ្វីព្រោះគាត់មិនធ្វើការដើម្បីក្តីស្រមៃទេគាត់កំពុងរត់គេចពីអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃហើយមិនថាគាត់រត់លឿនប៉ុណ្ណាទេអ្នកមិនអាចរត់គេចពីស្នាមរបួសដែលនៅក្នុងចិត្តបានឡើយមានពេលខ្លះយើងមិនមែននឿយហត់ដោយសារការងារទេយើងនឿយហត់ដោយសារការព្យាយាមបង្ហាញថាខ្លួនយើងសមនឹងទទួលបានការស្រឡាញ់មនុស្សជាច្រើននិយាយថាស្រឡាញ់ខ្លួនឯងទៅប៉ុន្តែគ្មានអ្នកណាបង្រៀនថាត្រូវចាប់ផ្ដើមពីណាតើធ្វើដូចម្តេចបើអ្នកមិនធ្លាប់ទទួលបានការស្រឡាញ់បែបមានសុវត្ថិភាពតើធ្វើដូចម្តេច
បើកុមារភាពរបស់អ្នកពោពេញដោយការរិះគន់តើធ្វើដូចម្តេចបើអ្នកធំឡើងដោយគិតថាកំហុសតូចមួយមានន័យថាអ្នកមិនល្អគ្រប់គ្រាន់នោះហើយជាមូលហេតុដែលមនុស្សពេញវ័យជាច្រើននៅតែរស់នៅដូចក្មេងម្នាក់ដែលកំពុងរង់ចាំនរណាម្នាក់មកនិយាយថាអ្នកពិតជាល្អហើយប៉ុន្តែរឿងដែលភាគច្រើនមិនដឹងគឺការរង់ចាំពាក្យមួយនេះអាចបន្តអស់មួយជីវិតហើយពេលវាមិនមកយើងចាប់ផ្ដើមសង្ស័យខ្លួនឯងប្រៀបធៀបខ្លួនឯងបន្ទោសខ្លួនឯងរហូតដល់ថ្ងៃមួយយើងភ្លេចថាតើយើងជានរណាមានសំណួរមួយបើថ្ងៃស្អែកគ្មាននរណាសរសើរអ្នកទៀតគ្មាននរណាផ្ញើសារមកគ្មាននរណាទះដៃឲ្យតើអ្នកនៅតែអាចស្រឡាញ់ខ្លួនឯងបានទេសំណួរនេះប្រហែលជាពិបាកជាងការប្រឡងណាទាំងអស់ព្រោះវាបង្ខំឲ្យយើងមើលទៅក្នុងកញ្ចក់មិនមែនដើម្បីមើលមុខតែដើម្បីមើលចិត្តសៀវភៅ The Strange in Our Score មិននិយាយថាអ្នកត្រូវក្លាយជាមនុស្សរឹងមាំដែលមិនចេះយំទេផ្ទុយទៅវិញវារំលឹកយើងថាស្នាមរបួសមិនមែនជាភស្តុតាងថាអ្នកខ្សោយទេវាជាភស្តុតាងថាអ្នកបានឆ្លងកាត់អ្វីមួយដែលពិបាកខ្លាំងហើយអ្នកនៅតែនៅទីនេះការព្យាបាលមិនមែនមានន័យថាអ្នកភ្លេចអតីតកាលទេការព្យាបាលគឺការរៀនរស់នៅដោយមិនឲ្យអតីតកាលបញ្ជាជីវិតរបស់អ្នកទៀតប៉ុន្តែមានរឿងមួយដែលពិបាកជាងការឈឺចាប់ទៅទៀតនោះគឺមនុស្សជាច្រើនចាប់ផ្ដើមស៊ាំនឹងការឈឺចាប់ពួកគេគិតថាវាជារឿងធម្មតាដែលត្រូវខ្លាចគេបោះបង់ធម្មតាដែលត្រូវសុំទោសទោះមិនខុសក៏ដោយធម្មតាដែលត្រូវព្យាយាមកប់ចិត្តមនុស្សគ្រប់គ្នាធម្មតាដែលត្រូវលះបង់ខ្លួនឯងតែការពិតវាមិនមែនជារឿងធម្មតាទេវាគ្រាន់តែជាស្នាមរបួសដែលមិនទាន់បានព្យាបាលហើយស្នាមរបួសដែលមិនបានព្យាបាលតែងតែនិយាយជំនួសយើងវាប្រាប់ឲ្យយើងខ្លាចវាប្រាប់ឲ្យយើងរត់តាមមនុស្សដែលមើលមិនឃើញតម្លៃយើងវាប្រាប់ឲ្យយើងសង្ស័យសុភមង្គលនៅពេលវាមកដល់ប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីមនុស្សមួយចំនួនអាចដើរចេញពីការឈឺចាប់ហើយក្លាយជាមនុស្សដែលមានសន្តិភាពជាងមុនខណៈដែលមនុស្សមួយចំនួនទៀតនៅតែជាប់នៅក្នុងអតីតកាលអស់ជាច្រើនឆ្នាំចម្លើយប្រហែលមិនមែនស្ថិតនៅលើអ្វីដែលកើតឡើងចំពោះពួកគេទេប៉ុន្តែស្ថិតនៅលើរបៀបដែលពួកគេរៀននិយាយជាមួយស្នាមរបួសរបស់ខ្លួនហើយក្នុងភាពបន្ទាប់យើងនឹងស្វែងយល់អំពីមូលហេតុដែលមនុស្សជាច្រើនតែងតែទាក់ទាញមនុស្សដែលធ្វើឲ្យពួកគេឈឺចាប់ម្ដងហើយម្ដងទៀតហើយហេតុអ្វីបានជាបេះដូងដែលរងរបួសអាចធ្វើឲ្យយើងច្រឡំថាការឈឺចាប់គឺជាសេចក្តីស្រឡាញ់ពេលខ្លះសត្រូវដ៏ធំបំផុតរបស់យើងមិនមែនជាមនុស្សដែលធ្វើឲ្យយើងឈឺចាប់នោះទេប៉ុន្តែជាសម្លេងតូចមួយនៅក្នុងចិត្តដែលនៅតែខ្សឹបប្រាប់យើងរាល់ថ្ងៃថាអ្នកមិនទាន់ល្អគ្រប់គ្រាន់ទេប្រសិនបើអ្នកចូលចិត្តការសិក្សាពីចិត្តវិទ្យាការអភិវឌ្ឍខ្លួនឯងទស្សនវិជ្ជាវិធីក្លាយជាអ្នកមាននិងសៀវភៅដែលអាចផ្លាស់ប្ដូរជីវិតសូមកុំភ្លេចចុច like subscribe និងបើកសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗរបស់យើងតោះយើងបន្តទៀតភាគទី2ហេតុអ្វីយើងតែងតែរត់តាមមនុស្សដែលធ្វើឲ្យយើងឈឺចាប់បន្តពីភាគទី1សាច់រឿងដើមដែលទទួលបានការបំផុសគំនិតពីប្រធានបទនៃការព្យាបាលផ្លូវចិត្តមិនមែនជាការចម្លងពីសៀវភៅមានពាក្យមួយដែលមនុស្សជាច្រើនតែនិយាយថាពេលវេលានឹងព្យាបាលគ្រប់យ៉ាងប៉ុន្តែវាមិនពិតទាំងស្រុងទេ
ពេលវេលាអាចធ្វើឲ្យស្នាមរបួសស្ងប់ប៉ុន្តែបើអ្នកមិនប្រឈមមុខជាមួយវាស្នាមរបួសនោះនឹងនៅតែរស់នៅជាមួយអ្នកវាគ្រាន់តែផ្លាស់ប្ដូររូបរាងប៉ុណ្ណោះថ្ងៃមួយវាប្រែក្លាយជាការខ្លាចថាមនុស្សដែលអ្នកស្រឡាញ់នឹងចាកចេញថ្ងៃមួយទៀតវាប្រែក្លាយជាការព្យាយាមកប់ចិត្តមនុស្សគ្រប់គ្នាហើយនៅថ្ងៃណាមួយវាធ្វើឲ្យអ្នកសុខចិត្តទទួលយកការឈឺចាប់ព្រោះអ្នកគិតថាយ៉ាងហោចណាស់គេនៅជាមួយខ្ញុំមានបុរសម្នាក់ឈ្មោះវិសាលគាត់ជាមនុស្សស្ងប់ស្ងាត់រួសរាយហើយតែងតែជាមនុស្សដែលស្ដាប់បញ្ហារបស់អ្នកដទៃប៉ុន្តែមិនដែលប្រាប់អ្នកណាអំពីបញ្ហារបស់ខ្លួនឯងទេថ្ងៃមួយគាត់បានស្រឡាញ់នារីម្នាក់ដំបូងអ្វីៗមើលទៅស្រស់ស្អាតនាងផ្ញើសារជារៀងរាល់ថ្ងៃខ្វល់ខ្វាយយកចិត្តទុកដាក់ធ្វើឲ្យគាត់មានអារម្មណ៍ថាទីបំផុតខ្ញុំក៏មានមនុស្សដែលយល់ពីខ្ញុំដែរប៉ុន្តែបន្ទាប់ពីពេលខ្លះអ្វីៗចាប់ផ្ដើមផ្លាស់ប្ដូរនាងឆ្លើយសារយឺតបាត់ខ្លួនជាច្រើនថ្ងៃពេលវិសាលសួរនាងបែរជានិយាយថាបើស្រឡាញ់ខ្ញុំមែនកុំសួរច្រើនពេកចាប់ពីថ្ងៃនោះមកវិសាលឈប់សួរមិនមែនព្រោះគាត់យល់ទេប៉ុន្តែព្រោះគាត់ខ្លាចបាត់បង់នាងតើអ្នកធ្លាប់ធ្វើបែបនេះទេដឹងថាខ្លួនឯងកំពុងឈឺតែបន្តនៅដឹងថាគេមិនឲ្យតម្លៃតែបន្តរង់ចាំដឹងថាបេះដូងកំពុងបែកប៉ុន្តែបន្តនិយាយថាប្រហែលថ្ងៃស្អែកគេនឹងផ្លាស់ប្ដូរមនុស្សជាច្រើនហៅវាថាសេចក្តីស្រឡាញ់ប៉ុន្តែពេលខ្លះវាមិនមែនជាសេចក្តីស្រឡាញ់ទេវាគឺជាការខ្លាចនៅម្នាក់ឯងពេលយើងធំឡើងយើងរៀនពីសេចក្តីស្រឡាញ់តាមរយៈអ្វីដែលយើងបានជួបប្រទះបើកាលពីក្មេងយើងត្រូវខិតខំដើម្បីទទួលបានការសរសើរពេលធំឡើងយើងក៏នឹងខិតខំដើម្បីធ្វើឲ្យអ្នកដទៃស្រឡាញ់យើងដែរបើកាលពីក្មេងយើងតែងតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ពេលធំឡើងយើងក៏នឹងជ្រើសរើសមនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍បែបនោះម្ដងទៀតមិនមែនព្រោះយើងចង់ឈឺទេប៉ុន្តែចិត្តរបស់យើងស្គាល់អារម្មណ៍នោះរួចហើយនេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើលពេលខ្លះអ្វីដែលយើងហៅថាស្រឡាញ់គ្រាន់តែជាអ្វីដែលធ្លាប់ស្គាល់ប៉ុណ្ណោះហើយអ្វីដែលធ្លាប់ស្គាល់មិនចាំបាច់មានន័យថាមានសុខភាពល្អឡើយប៉ុន្តែមានរឿងមួយដែលមនុស្សភាគច្រើនមិនធ្លាប់គិតបើថ្ងៃណាមួយមានមនុស្សម្នាក់ស្រឡាញ់អ្នកដោយស្មោះមិនលេងហ្គេមអារម្មណ៍មិនទុកឲ្យអ្នករង់ចាំមិនធ្វើឲ្យអ្នកសង្ស័យតម្លៃខ្លួនឯងតើអ្នកនឹងទទួលយកវាបានទេឬអ្នកនឹងគិតថាវាល្អពេកមិនពិតទេព្រោះពេលចិត្តសមនឹងភាពវឹកវរសន្តិភាពអាចមើលទៅចម្លែកវិសាចំណាយពេលជិត2ឆ្នាំព្យាយាមជួសជុលទំនាក់ទំនងដែលមានតែគាត់ម្នាក់ឯងកំពុងជួសជុលរហូតដល់ថ្ងៃមួយគាត់ឈរមើលខ្លួនឯងក្នុងកញ្ចក់ភ្នែកនឿយហត់ស្នាមញញឹមបាត់ទៅគាត់សួរខ្លួនឯងមួយសំណួរតើខ្ញុំកំពុងប្រឹងដើម្បីស្នេហាឬកំពុងប្រឹងដើម្បីកុំឲ្យគេទុកខ្ញុំចោលសំណួរតែមួយបានផ្លាស់ប្ដូរជីវិតគាត់ថ្ងៃបន្ទាប់គាត់មិនបានផ្ញើសារទៅនាងទេមិនមែនដើម្បីឲ្យនាងនឹកមិនមែនដើម្បីសាកល្បងចិត្តតែដើម្បីសាកល្បងខ្លួនឯងគាត់ចង់ដឹងថាបើគ្មាននាងតើគាត់នៅអាចរស់ដោយស្នាមញញឹមបានទេដំបូងវាពិបាកខ្លាំងភាពស្ងាត់ធ្វើឲ្យគាត់ចង់យកទូរស័ព្ទមកមើលរាល់5នាទីប៉ុន្តែបន្តិចម្ដងគាត់ចាប់ផ្ដើមយល់ថាភាពឯកោមិនមែនជាសត្រូវទេពេលខ្លះវាជាគ្រូដ៏ល្អបំផុតព្រោះនៅក្នុងភាពស្ងាត់យើងអាចឮសំឡេងរបស់ខ្លួនឯងដែលត្រូវបានលងបាត់អស់រយៈពេលជាយូរមកហើយប្រហែល
ការព្យាបាលមិនមែនចាប់ផ្ដើមនៅថ្ងៃដែលអ្នករកឃើញមនុស្សត្រឹមត្រូវទេវាចាប់ផ្ដើមនៅថ្ងៃដែលអ្នកឈប់រត់តាមមនុស្សដែលមិនឃើញតម្លៃរបស់អ្នកប៉ុន្តែដំណើរនេះមិនទាន់ចប់នៅឡើយទេព្រោះស្នាមរបួសខ្លះមិនបានកើតពីស្នេហាទេវាកើតចេញពីគ្រួសារពាក្យសម្ដីមួយឃ្លាឬក្តីសុបិនដែលបែកបាក់ហើយជួនកាលពាក្យសម្ដីមួយម៉ាត់ដែលនិយាយការពីកុមារភាពអាចតាមលងយើងរហូតដល់ថ្ងៃដែលយើងក្លាយជាមនុស្សពេញវ័យនៅភាគបន្ទាប់យើងនឹងចូលទៅក្នុងស្នាមរបួសដ៏ជ្រៅបំផុតដែលមនុស្សជាច្រើនមិនដែលនិយាយអំពីវាស្នាមរបួសពីកុមារភាពនិងរបៀបដែលវាបង្កើតជីវិតយើងដោយយើងមិនដឹងខ្លួនភាគទី3កុមារតូចម្នាក់នៅក្នុងចិត្តដែលមិនធ្លាប់បាត់ទៅណាមានមនុស្សជាច្រើនគិតថាពេលយើងធំឡើងអតីតកាលក៏នឹងនៅពីក្រោយយើងដែរប៉ុន្តែការពិតអតីតកាលមិនដែលដើរតាមពីក្រោយយើងទេវារស់នៅខាងក្នុងយើងពេលខ្លះវាលាក់ខ្លួនក្នុងការខឹងដោយគ្មានមូលហេតុពេលខ្លះវាលាក់ខ្លួនក្នុងការភ័យខ្លាចថាមនុស្សដែលយើងស្រឡាញ់នឹងចាកចេញហើយពេលខ្លះវាលាក់ខ្លួននៅក្នុងសំឡេងតូចមួយដែលខ្សឹបប្រាប់យើងរាល់ថ្ងៃថាអ្នកមិនល្អគ្រប់គ្រាន់ទេមានក្មេងប្រុសម្នាក់ឈ្មោះរ៉ាកាលពីគាត់នៅក្មេងគាត់តែងតែរត់មកបង្ហាញឪពុកនៅបន្ទូលល្អៗដែលទើបបានពីសាលាគាត់តែងតែរត់មកបង្ហាញឪពុករបស់គាត់នៅបន្ទូលល្អៗដែលទើបបានពីសាលាគាត់រំពឹងថាឪពុកនឹងញញឹមឬយ៉ាងហោចណាស់និយាយមួយម៉ាត់ថាឪពុកមានមោទនភាពចំពោះកូនប៉ុន្តែរាល់លើកអ្វីដែលគាត់ទទួលបានគឺល្អហើយតែលើកក្រោយធ្វើឲ្យបានល្អជាងនេះទៀតគ្មានការអោបគ្មានការលើកទឹកចិត្តគ្មានការបង្ហាញថាគាត់គ្រប់គ្រាន់ហើយក្មេងម្នាក់មិនអាចយល់ថាមនុស្សធំមានភាពនឿយហត់ឬសម្ពាធយ៉ាងណាទេអ្វីដែលក្មេងយល់គឺបើខ្ញុំមិនទាន់ទទួលបានការសរសើរប្រហែលខ្ញុំមិនទាន់ល្អគ្រប់គ្រាន់ហើយគំនិតតូចមួយនេះបានធ្វើដំណើរជាមួយគាត់រហូតដល់គាត់ធំពេលរ៉ាចូលធ្វើការគាត់ក្លាយជាបុគ្គលិកដែលខិតខំជាងគេមិនហ៊ានបដិសេធការងារមិនហ៊ានសម្រាកមិនហ៊ាននិយាយថាខ្ញុំនឿយហត់គាត់ថាបើគាត់ប្រឹងគ្រប់គ្រាន់ថ្ងៃមួយគាត់នឹងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃប៉ុន្តែថ្ងៃនោះមិនដែលមកដល់ទេព្រោះបញ្ហាមិនមែនស្ថិតនៅលើការងារបញ្ហាគឺក្មេងតូចម្នាក់នោះនៅក្នុងចិត្តរបស់គាត់នៅតែរង់ចាំឮពាក្យមួយម៉ាត់ដែលមិនធ្លាប់បានឮប្រហែលអ្នកក៏មានក្មេងម្នាក់បែបនោះដែរក្មេងដែលធ្លាប់ត្រូវបានគេប្រៀបធៀបក្មេងដែលធ្លាប់ភ័យខ្លាចការធ្វើខុសក្មេងដែលតែងតែសុំទោសទោះមិនមែនជាកំហុសរបស់ខ្លួនក៏ដោយក្មេងដែលរៀនថាបើចង់ឲ្យគេស្រឡាញ់ត្រូវក្លាយជាមនុស្សល្អឥតខ្ចោះប៉ុន្តែតើមានមនុស្សណាម្នាក់អាចល្អឥតខ្ចោះបានមែនទេចម្លើយគឺគ្មានទេហើយការព្យាយាមក្លាយជាមនុស្សល្អឥតខ្ចោះគឺជាការប្រណាំងដែលគ្មានថ្ងៃបញ្ចប់មានស្ត្រីម្នាក់ឈ្មោះស្រីនាងតែងតែជួយអ្នកដទៃខ្ចីលុយឲ្យគេធ្វើការជំនួសគេលះបង់ពេលវេលារបស់ខ្លួនប៉ុន្តែពេលនាងមានបញ្ហាមនុស្សភាគច្រើនដែលនាងធ្លាប់ជួយបាត់ខ្លួនអស់នាងយំមិនមែនព្រោះគេមិនជួយទេតែនាងឈឺចាប់ព្រោះនាងគិតថាតើខ្ញុំមិនមានតម្លៃគ្រប់គ្រាន់ទេឬប៉ុន្តែការពិតតម្លៃរបស់មនុស្សមិនត្រូវវាស់ដោយចំនួនមនុស្សដែលនៅជុំវិញគាត់ទេមនុស្សល្អក៏អាចនៅម្នាក់ឯងបានដែរហើយមនុស្សដែលមានមិត្តច្រើនក៏អាចមានអារម្មណ៍ឯកោបំផុតដែរមានពេលខ្លះយើងច្រឡំរវាងការត្រូវការគេនិងការស្រឡាញ់គេបើគ្មានគេអ្នកមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃនោះ
mìnhមែនជាក្តីស្រឡាញ់ទេនោះគឺការពឹងផ្អែកផ្លូវអារម្មណ៍ហើយការពឹងផ្អែកបែបនេះធ្វើឲ្យអ្នកខ្លាចនិយាយពាក្យថាទេខ្លាចដាក់ព្រំដែនខ្លាចបាត់បង់ខ្លាចគេមិនស្រឡាញ់ទៀតប៉ុន្តែមានរឿងមួយដែលមនុស្សជាច្រើនមិនដឹងមនុស្សដែលស្រឡាញ់អ្នកពិតមិនចង់ឲ្យអ្នកបាត់បង់ខ្លួនឯងដើម្បីរក្សាពួកគេទេពួកគេចង់ឃើញអ្នកក្លាយជាខ្លួនឯងមានសុភមង្គលហ៊ាននិយាយពីអារម្មណ៍ហ៊ាននិយាយថាខ្ញុំមិនអាចទទួលយករឿងនេះបានទេនោះមិនមែនជាភាពអាត្មានិយមទេប៉ុន្តែវាជាការគោរពខ្លួនឯងរ៉ាចាប់ផ្ដើមផ្លាស់ប្ដូរមិនមែនដោយសារតែមានអ្វីអស្ចារ្យកើតឡើងទេតែដោយសារគាត់ចាប់ផ្ដើមធ្វើរឿងតូចពេលធ្វើខុសគាត់មិនជេរខ្លួនឯងទៀតទេពេលនឿយហត់គាត់អនុញ្ញាតឲ្យខ្លួនឯងសម្រាកពេលមាននរណាម្នាក់មិនពេញចិត្តគាត់ឈប់យកវាមកកំណត់តម្លៃរបស់ខ្លួនមួយថ្ងៃគាត់ឈរនៅមុខកញ្ចក់ដូចមុនប៉ុន្តែលើកនេះគាត់មិនសួរថាតើខ្ញុំល្អគ្រប់គ្រាន់ហើយឬនៅគាត់គ្រាន់តែនិយាយស្ងាត់ថាថ្ងៃនេះខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយវាគ្រប់គ្រាន់ហើយពេលនោះជាលើកដំបូងគាត់មានអារម្មណ៍ថាបេះដូងរបស់គាត់ស្រាលជាងមុនបន្តិចប៉ុន្តែដំណើរនៃការព្យាបាលមិនមែនតែការអភ័យទោសខ្លួនឯងប៉ុណ្ណោះទេមានមនុស្សខ្លះដែលយើងត្រូវរៀនអភ័យទោសមិនមែនព្រោះពួកគេសមទទួលបានវាប៉ុន្តែព្រោះយើងសមនឹងទទួលបានសន្តិភាពតែការអភ័យទោសមានន័យថាត្រូវត្រឡប់ទៅរកមនុស្សដែលធ្វើឲ្យយើងឈឺចាប់ដែរឬទេឬការដោះលែងពេលខ្លះគឺជាការដើរចេញដោយស្ងប់ស្ងាត់នៅភាគបន្ទាប់យើងនឹងនិយាយអំពីមេរៀនដ៏ពិបាកបំផុតមួយក្នុងជីវិតការរៀនដោះលែងមនុស្សដែលយើងនៅតែស្រឡាញ់ដើម្បីរក្សាខ្លួនយើងឲ្យនៅរស់ភាគទី4ពេលដែលការដោះលែងគឺជាទម្រង់មួយនៃការស្រឡាញ់ខ្លួនឯងមានមនុស្សម្នាក់ធ្លាប់និយាយថារឿងពិបាកបំផុតមិនមែនជាការជួបមនុស្សខុសទេប៉ុន្តែការទទួលស្គាល់ថាដល់ពេលត្រូវលាគេហើយមនុស្សជាច្រើនមិនចាកចេញពីទំនាក់ទំនងដែលធ្វើឲ្យពួកគេឈឺចាប់មិនមែនព្រោះគេមិនដឹងថាវាពលទេពួកគេដឹងពួកគេយំពួកគេឈឺចាប់ប៉ុន្តែពួកគេនៅតែស្នាក់នៅហេតុអ្វីព្រោះជួនកាលយើងមិនខ្លាចបាត់បង់មនុស្សម្នាក់នោះទេយើងខ្លាចបាត់បង់អនាគតដែលយើងធ្លាប់ស្រមៃជាមួយគេមាននារីម្នាក់ឈ្មោះម៉ាលីនាងបានស្រឡាញ់បុរសម្នាក់អស់រយៈពេល5ឆ្នាំពួកគេនិយាយអំពីផ្ទះតូចមួយធ្លាប់និយាយអំពីកូនធ្លាប់និយាយអំពីការចាស់ទៅនៅជាមួយគ្នាប៉ុន្តែពេលវេលាបានបង្ហាញថាមនុស្សពីរនាក់អាចមានក្តីស្រមៃដូចគ្នាតែមិនមែនមានទិសដៅដូចគ្នាទេបុរសនោះចាប់ផ្ដើមផ្លាស់ប្ដូរគាត់លែងស្ដាប់លែងខ្វល់លែងគោរពអារម្មណ៍របស់នាងរាល់ពេលដែលម៉ាលីនិយាយថាខ្ញុំកំពុងឈឺចាប់ចម្លើយដែលនាងទទួលបានគឺអ្នកគិតច្រើនពេកហើយឃ្លានេះធ្វើឲ្យនាងចាប់ផ្ដើមសង្ស័យខ្លួនឯងប្រហែលខ្ញុំគិតច្រើនមែនប្រហែលខ្ញុំទាមទារច្រើនពេកប្រហែលបញ្ហាទាំងអស់គឺមកពីខ្ញុំតើអ្នកធ្លាប់សុំទោសចំពោះអារម្មណ៍របស់ខ្លួនឯងដែរឬទេធ្លាប់និយាយថាសុំទោសដែលខ្ញុំមានអារម្មណ៍បែបនេះសុំទោសដែលខ្ញុំយំសុំទោសដែលខ្ញុំត្រូវការអ្នកបើអ្នកធ្លាប់ប្រហែលដល់ពេលដែលអ្នកត្រូវសួរខ្លួនឯងថាហេតុអ្វីខ្ញុំត្រូវសុំទោសចំពោះការក្លាយជាមនុស្សធម្មតាមនុស្សដែលស្រឡាញ់អ្នកពិតមិនចាំបាច់យល់គ្រប់យ៉ាងអំពីអ្នកទេប៉ុន្តែពួកគេនឹងមិនឲ្យអ្នកមានអារម្មណ៍ថាអារម្មណ៍របស់អ្នកគ្មានតម្លៃឡើយ
ពួកគេនឹងស្ដាប់ទោះមិនអាចដោះស្រាយបញ្ហាបានក៏ដោយពួកគេនឹងនៅក្បែរទោះមិនមានពាក្យល្អៗនិយាយក៏ដោយពេលខ្លះវត្តមានរបស់មនុស្សម្នាក់មានតម្លៃជាងដំណោះស្រាយទាំងអស់ម៉ាលីចំណាយពេលជាច្រើនខែព្យាយាមសង្គ្រោះទំនាក់ទំនងមួយដែលមានតែខ្លួននាងកំពុងជួយសង្គ្រោះរហូតដល់ថ្ងៃមួយនាងបានអង្គុយនៅក្នុងហាងកាហ្វេតូចមួយម្នាក់ឯងនៅលើតុមានកាហ្វេមួយកែវដែលត្រជាក់អស់ហើយនាងមើលមនុស្សដើរឆ្លងកាត់តាមបង្អួចមានអ្នកខ្លះកំពុងសើចមានអ្នកខ្លះកំពុងប្រញាប់ប្រញាល់ទៅធ្វើការពិភពលោកនៅតែបន្តដើរទៅមុខប៉ុន្តែនាងដូចជានៅជាប់ក្នុងថ្ងៃចាស់មួយដែលមិនចេះបញ្ចប់ពេលនោះនាងបានសួរខ្លួនឯងនៅសំណួរមួយបើមិត្តល្អរបស់ខ្ញុំកំពុងរស់នៅក្នុងទំនាក់ទំនងបែបនេះតើខ្ញុំនឹងប្រាប់គេឲ្យបន្តទៀតឬនាងស្ងៀមទឹកភ្នែកហូរយឺតចម្លើយគឺអត់ទេហើយភ្លាមនោះនាងក៏យល់ថាហេតុអ្វីនាងផ្ដល់ក្តីមេត្តាឲ្យអ្នកដទៃបានប៉ុន្តែមិនដែលផ្ដល់វាឲ្យខ្លួនឯងពេលខ្លះការព្យាបាលមិនមែនជាការរៀនស្រឡាញ់ខ្លួនឯងភ្លាមទេវាគ្រាន់តែជាការស្អប់ខ្លួនឯងបន្តិចម្ដងឈប់ប្រៀបធៀបឈប់បន្ទោសឈប់ជឿថាអ្នកត្រូវធ្វើគ្រប់យ៉ាងដើម្បីសមនឹងទទួលបានការស្រឡាញ់ព្រោះសេចក្តីស្រឡាញ់ពិតមិនមែនជារង្វាន់សម្រាប់មនុស្សល្អឥតខ្ចោះនោះទេវាជាអ្វីដែលមនុស្សគ្រប់រូបសមនឹងទទួលបានមនុស្សជាច្រើនគិតថាការដាក់ព្រំដែនគឺជាការធ្វើឲ្យអ្នកដទៃឈឺចាប់តែការពិតព្រំដែនគឺជាទ្វារមួយដែលការពារសន្តិភាពរបស់អ្នកពេលអ្នកនិយាយថាខ្ញុំមិនអាចទទួលយកការនិយាយបែបនេះបានទេអ្នកមិនមែនជាមនុស្សអាក្រក់ទេពេលអ្នកនិយាយថាខ្ញុំត្រូវការពេលសម្រាកអ្នកមិនមែនជាមនុស្សខ្ជិលទេពេលអ្នកដើរចេញពីកន្លែងដែលធ្វើឲ្យអ្នកបាត់បង់តម្លៃខ្លួនឯងអ្នកមិនមែនបោះបង់ទេអ្នកកំពុងជ្រើសរើសជីវិតម៉ាលីមិនបានភ្ញាក់ឡើងមួយព្រឹកហើយមានអារម្មណ៍ថាជាសះស្បើយភ្លាមទេមានយប់ជាច្រើនដែលនាងនៅតែនឹកគេមានពេលខ្លះនាងចង់ផ្ញើសារវិញចង់ត្រឡប់ទៅអ្វីដែលធ្លាប់ស្គាល់ប៉ុន្តែរាល់ពេលដែលនាងមានអារម្មណ៍បែបនោះនាងសួរខ្លួនឯងតែមួយសំណួរខ្ញុំនឹកមនុស្សម្នាក់នេះឬខ្ញុំនឹកអារម្មណ៍ដែលខ្ញុំធ្លាប់សម័យថាគាត់នឹងផ្ដោតឲ្យចម្លើយមិនតែងតែងាយស្រួលទេប៉ុន្តែវាជាចម្លើយដែលនាំនាងចេញពីភាពងងឹតហើយប្រហែលការរីកចម្រើនពិតប្រាកដមិនមែនជាការមិនដែលយំទៀតទេប៉ុន្តែជាការដឹងថាទោះយំក៏ដោយអ្នកនឹងមិនត្រឡប់ទៅកន្លែងដែលអ្នកធ្លាប់បំបែកបេះដូងអ្នកទៀតឡើយប៉ុន្តែបន្ទាប់ពីយើងដោះលែងអតីតកាលបានហើយមានសំណួរមួយទៀតដែលស្ទើរតែគ្រប់គ្នាជួបប្រទះបន្ទាប់មកខ្ញុំត្រូវរស់ដើម្បីអ្វីព្រោះពេលយើងឈប់រស់ដើម្បីផ្គាប់ចិត្តអ្នកដទៃយើងត្រូវរៀនរស់ដើម្បីខ្លួនឯងជាលើកដំបូងហើយនៅក្នុងភាគចុងក្រោយយើងនឹងស្វែងរកចម្លើយនៃសំណួរដ៏សាមញ្ញមួយប៉ុន្តែអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានទាំងស្រុងតើខ្ញុំជានរណានៅពេលខ្ញុំលែងព្យាយាមក្លាយជាមនុស្សដែលអ្នកដទៃចង់ឲ្យខ្ញុំក្លាយភាគទី5វិជ្ជាវគ្គបញ្ចប់ថ្ងៃដែលអ្នកឈប់ស្វែងរកខ្លួនឯងនៅក្នុងផ្នែករបស់អ្នកដទៃមានសំណួរមួយដែលមនុស្សជាច្រើនមិនដែលសួរខ្លួនឯងមិនមែនតើខ្ញុំជោគជ័យឬនៅមិនមែនតើមនុស្សគ្រប់គ្នាលួចចូលចិត្តខ្ញុំឬទេប៉ុន្តែជាសំណួរសាមញ្ញមួយតើខ្ញុំមានសេចក្តីសុខពិតប្រាកដដែរឬទេសំណួរនេះមើលទៅសាមញ្ញប៉ុន្តែសម្រាប់មនុស្សជាច្រើនវាពិបាកឆ្លើយជាងគ្រប់សំណួរទាំងអស់
មានបុរសវ័យកណ្ដាលម្នាក់ឈ្មោះសុខាគាត់មានអ្វីៗស្ទើរតែគ្រប់យ៉ាងការងារល្អផ្ទះល្អរថយន្តល្អមនុស្សជាច្រើននិយាយថាអ្នកពិតជាជោគជ័យប៉ុន្តែរៀងរាល់យប់មុនពេលចូលគេងគាត់តែងតែអង្គុយនៅលើយ៉រមើលមេឃស្ងប់ស្ងប់គាត់មានអារម្មណ៍ថាអ្វីមួយនៅក្នុងជីវិតបាត់ទៅហើយមិនមែនលុយមិនមែនការងារតែជាអារម្មណ៍ថាគាត់កំពុងរស់នៅជីវិតរបស់ខ្លួនឯងថ្ងៃមួយគាត់បានរកឃើញប្រអប់ឈើចាស់មួយដែលផ្ទុករូបថតកាលពីនៅក្មេងក្នុងរូបថតនោះមានក្មេងប្រុសម្នាក់កំពុងញញឹមកាន់ក្រដាសគំនូរមួយសន្លឹកភ្លាមនោះគាត់នឹកឃើញថាកាលពីនៅតូចគាត់ចូលចិត្តគូររូបណាស់គាត់ធ្លាប់ស្រមៃថាថ្ងៃមួយគាត់នឹងក្លាយជាវិចិត្រករប៉ុន្តែជីវិតបានធ្វើឲ្យគាត់រវល់រហូតដល់ភ្លេចក្តីសុបិនរបស់ខ្លួនឯងតើអ្នកដឹងទេមានមនុស្សជាច្រើនមិនបានបាត់បង់ខ្លួនឯងក្នុងថ្ងៃតែមួយទេពួកគេបាត់បង់ខ្លួនឯងបន្តិចម្ដងមួយថ្ងៃពួកគេឈប់ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់មួយថ្ងៃទៀតពួកគេចាប់ផ្ដើមរស់ដើម្បីផ្គប់ចិត្តអ្នកដទៃបន្ទាប់មកពួកគេភ្លេចថាសំឡេងមួយណាជាសំឡេងបេះដូងរបស់ខ្លួនជីវិតមិនមែនជាការប្រកួតថាអ្នកណាមានច្រើនជាងអ្នកណាទេមនុស្សម្នាក់អាចមានផ្ទះធំតែគេមិនលក់មនុស្សម្នាក់អាចមានប្រាក់ច្រើនតែរស់នៅដោយភាពភ័យខ្លាចហើយមនុស្សម្នាក់ទៀតរស់នៅក្នុងផ្ទះតូចមួយប៉ុន្តែញញឹមចេញពីបេះដូងសេចក្តីសុខមិនមែនជាអ្វីដែលអ្នកទិញបានទេវាជាអ្វីដែលអ្នកកសាងដោយការសម្រេចចិត្តតូចរាល់ថ្ងៃសុខាចាប់ផ្ដើមផ្លាស់ប្ដូរមិនមែនដោយសារតែការលាឈប់ពីការងារភ្លាមទេគាត់គ្រាន់តែទិញសៀវភៅគំនូរមួយក្បាលនៅរៀងរាល់ចុងសប្តាហ៍គាត់ចំណាយពេល1ម៉ោងគូអ្វីដែលគាត់មានអារម្មណ៍គំនូរទាំងនោះមិនស្អាតទេគ្មានអ្នកណាទិញគ្មានអ្នកណាសរសើរប៉ុន្តែជាលើកដំបូងបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំគាត់មានអារម្មណ៍ថាគាត់កំពុងរស់មិនមែនគ្រាន់តែមានជីវិតទេមានមេរៀនមួយដែលជីវិតព្យាយាមបង្រៀនយើងគ្រប់គ្នាអ្នកមិនចាំបាច់រង់ចាំឲ្យគ្រប់យ៉ាងល្អឥតខ្ចោះទើបចាប់ផ្ដើមរស់ឡើយអ្នកមិនចាំបាច់រង់ចាំឲ្យមនុស្សគ្រប់គ្នាយល់ពីអ្នកមិនចាំបាច់រង់ចាំឲ្យអតីតកាលបាត់ទាំងស្រុងអ្នកអាចចាប់ផ្ដើមនៅថ្ងៃនេះជាមួយនឹងជំហានតូចមួយប្រហែលការព្យាបាលមិនមែនមានន័យថាអ្នកនឹងមិនមានថ្ងៃអាក្រក់ទៀតទេវាមានន័យថាពេលថ្ងៃអាក្រក់មកដល់អ្នកលែងស្អប់ខ្លួនឯងដូចមុនទៀតអ្នកដឹងថាអារម្មណ៍ទាំងអស់គឺជាភ្ញៀវវាមកហើយវានឹងទៅវិញអ្នកមិនចាំបាច់រត់គេចពីវាអ្នកគ្រាន់តែអង្គុយជាមួយវាមួយសន្ទុះហើយអនុញ្ញាតឲ្យវាឆ្លងកាត់សូមចាំថាស្នាមរបួសមិនកំណត់ថាអ្នកជានរណាទេការសម្រេចចិត្តក្នុងការបន្តដើរទៅមុខទៅជាអ្វីដែលកំណត់អ្នកអាចមានអតីតកាលដ៏ឈឺចាប់ប៉ុន្តែអ្នកនៅតែអាចបង្កើតអនាគតដ៏ស្រស់ស្អាតបានអ្នកអាចធ្លាប់បាត់បង់មនុស្សសំខាន់ប៉ុន្តែសូមកុំបាត់បង់ខ្លួនឯងព្រោះរឿងនោះបើថ្ងៃនេះអ្នកកំពុងស្ដាប់វីដេអូនេះហើយមានអារម្មណ៍ថាគ្មានអ្នកណាយល់ពីអ្នកខ្ញុំចង់ប្រាប់អ្នកថាអ្នកមិនមែននៅម្នាក់ឯងទេមានមនុស្សជាច្រើនកំពុងតស៊ូជាមួយស្នាមរបួសដែលគ្មានអ្នកណាមើលឃើញហើយប្រហែលភាពក្លាហានមិនមែនជាការដែលឈឺចាប់ទេភាពក្លាហានគឺជាការក្រោកឡើងម្ដងទៀតទោះបេះដូងនៅតែមានស្នាមប្រេះក៏ដោយមុនពេលបញ្ចប់ខ្ញុំចង់ឲ្យអ្នកសួរខ្លួនឯងនៅ3សំណួរទី1តើខ្ញុំកំពុងរស់ដើម្បីខ្លួនឯងឬដើម្បីការរំពឹងទុករបស់អ្នកដទៃ
ទី2តើមានមនុស្សណាម្នាក់ឬអតីតកាលណាមួយដែលខ្ញុំត្រូវដោះលែងដើម្បីឲ្យបេះដូងរបស់ខ្ញុំមានកន្លែងសម្រាប់សន្តិភាពទី3បើខ្ញុំចាប់ផ្ដើមស្រឡាញ់ខ្លួនឯងត្រឹមតែ 1% បន្ថែមទៀតតើជីវិតរបស់ខ្ញុំនឹងផ្លាស់ប្ដូរយ៉ាងដូចម្តេចសូមចងចាំថាស្នាមរបួសមិនមែនជាចុងបញ្ចប់នៃរឿងរបស់អ្នកទេពេលខ្លះវាគ្រាន់តែជាទំព័រមួយដែលបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលរឹងមាំទន់ភ្លន់និងយល់ចិត្តអ្នកដទៃជាងមុនហើយប្រហែលមនុស្សដែលអ្នករងចាំឲ្យមកជួយសង្គ្រោះអ្នកគឺជាខ្លួនអ្នកផ្ទាល់ដែលសម្រេចចិត្តក្រោកឈរឡើងម្ដងទៀតប្រសិនបើរឿងនេះបានប៉ះដល់បេះដូងរបស់អ្នកសូមចែករំលែកនៅក្នុងខមមិនថាមេរៀនមួយណាដែលអ្នកចង់ចាប់ផ្ដើមអនុវត្តនៅថ្ងៃនេះអរគុណដែលបានចំណាយពេលដើរតាមដំណើរនេះជាមួយខ្ញុំសូមថែរក្សាបេះដូងរបស់អ្នកព្រោះវាជាកន្លែងតែមួយដែលអ្នកនឹងរស់នៅជាមួយវាពេញមួយជីវិត